ជំរាបសួរកូនៗទាំងអស់គ្នាvàត្រឡប់មកជួបលោកគ្រូម្ដងទៀតហើយនៅថ្ងៃចាំនេះតើកូនៗទាំងអស់គ្នាសុខសប្បាយចិត្តទេអរគុណព្រះអង្គទានទាំងសុខភាពនិងសុខភាពរបស់កូនមកដល់ថ្នាក់រៀនរបស់កូនដោយសុខភាពមកដែរចឹងថ្ងៃនេះជួបជាមួយលោកគ្រូនៅគណៈវិទ្យាដែលយើងរៀនពីចំណោទគ្រួសារវិចិត្របានធ្វើដំណើរឡើងភ្នំមួយដែលមានចម្ងាយពីជើងភ្នំដល់កំពូលភ្នំប្រវែង 2650 ម៉ែត្រនៅពេលដែលគ្រួសារនោះធ្វើដំណើរឡើងភ្នំបានចម្ងាយ 865 ម៉ែត្រក៏ឈប់សម្រាកតើនៅសល់ចម្ងាយប៉ុន្មានម៉ែត្រទៀតទើបទៅដល់កំពូលភ្នំអញ្ចឹងចំណុចនេះគេសួររកចម្ងាយដែលនៅសល់អញ្ចឹងយើងជិះបានតែ 865 ម៉ែត្រទេហើយក៏ឈប់សម្រាកឥឡូវលោកគ្រូមានរូបមួយដើម្បីបង្ហាញកូនៗបាទចម្ងាយសរុបគឺមាន 2650 ម៉ែត្រអញ្ចឹងយើងជិះពីជើងភ្នំទៅកំពូលភ្នំគឺមានប្រវែង 2650 ម៉ែត្រតែពេលដល់ 865 ម៉ែត្រក៏ឈប់សម្រាកសូមបងប្អូនគិតថាតើចម្ងាយដែលនៅសល់នៅមានប៉ុន្មានទៀតហើយបងរកអ្វីដូច្នេះមកមើលចម្លើយជាមួយលោកគ្រូរកចម្ងាយនៅសល់ដែលទៅកំពូលភ្នំហើយរកចម្ងាយដែលនៅសល់ទៅកំពូលភ្នំអញ្ចឹងយើងត្រូវយកសរុបយកចម្ងាយសរុបដកនឹង 865 ម៉ែត្រចឹង 2650 ម៉ែត្រដកនឹង 865 ម៉ែត្រដូច្នេះគ្រូធ្វើប្រមាណវិធីនៅកន្លែងប្រមាណវិធី 2650 ម៉ែត្រដកនឹង 865 ម៉ែត្រម៉ែត្រនៅសល់ដដែល0ដកជាមួយ5មិនកើតទេ5ដកជាមួយនឹង6មិនកើតទេចង់ខ្ចីត6ដកជាមួយ8ក៏មិនកើតដែរដូច្នេះខ្ចីត2នៅសល់1ឲ្យគេខ្ចីឡើង16ឲ្យគេខ្ចីតនៅសល់5 15ឲ្យគេខ្ចីតនៅសល់14 0ឡើង10 ដក5នៅសល់5 14ដក6នៅសល់8 15ដកនឹង8នៅសល់7មួយចំណេះចោតចម្លើយគឺឃើញ 1785 ចេញគ្រូសរសេរ 1785 ម៉ែត្រដូច្នេះបងប្អូនឆ្លើយថាមកឆ្លើយថាចម្ងាយនៅសល់ចម្ងាយនៅសល់ទៅកំពូលភ្នំមានចម្ងាយដូច្នេះបងដាក់ចម្លើយមក1785 បាទជាចុងក្រោយសូមអរគុណត្រឡប់ទៅវិញក៏ដោយសុខភាពសូមព្រះអង្គ